សំឡេងកណ្ដឹងបន្លឺចេញពីសាលាបានផុតទៅយូរហើយមនុស្សនៅមុខសាលារៀនកាន់តែតិចទៅក្មេងៗចាក់ចេញម្នាក់ម្ដងមានតែស្រមោលតូចមួយដែលនៅដើរយឺតគាត់បានបង្អាក់ដំណើរមិនមែនដោយសារតែវង្វេងផ្លូវទេគ្រាន់តែឥឡូវមិនទាន់ចង់បន្តដំណើរទៅមុខទៀតដៃរបស់គាត់កាន់កាបូបយ៉ាងណែនហាក់ដូចជាកំពុងចាប់យកអ្វីមួយហាក់ដូចជាខ្លាចបាត់បង់អ្វីចឹងក្មេងខ្លះមិននិយាយមិនមែនដោយសារពួកគេគ្មានអ្វីនិយាយនោះទេគ្រាន់តែពាក្យទាំងនោះបាននៅក្នុងចិត្តយូរពេកនៅពេលនោះមានពន្លឺតិចមួយបានរំកិលចូលមកយឺតនោះមិនមែនជាផ្កាយទេក៏មិនមែនជាចង្កៀងដែរតែជាវិជ្ជនានុក្រមតូចមួយដ៏អស្ចារ្យគាត់ងើបមុខឡើងហើយសម្លឹងមើលវាប៉ុន្តែនៅតែមិននិយាយអ្វីទាំងអស់វិជ្ជនានុក្រមតូចមិនប្រញាប់ទេក៏មិនសួរអ្វីដែរវាគ្រាន់តែនៅស្ងៀមស្ងាត់ជាមួយគាត់ពាក្យខ្លះត្រូវការពេលវេលាទើបអាចនិយាយចេញមកបានខ្ញុំមិនមែនមិនចង់និយាយទេខ្ញុំគ្រាន់តែខ្លាចថានិយាយទៅក៏គ្មានអ្នកស្ដាប់ដែរវិជ្ជនានុក្រមតូចមិនបានឆ្លើយទេផ្ទុយទៅវិញវាបានរំកិលចូលមកចិត្តបន្តិចពេលនេះគាត់ស្រាប់តែយល់ថាត្រូវបានគេគាត់ក្រោកឈរវិជ្ជនានុក្រមតូចមួយនៅក្បែរគាត់រួចបន្តដំណើរក្មេងខ្លះមិននិយាយមិនមែនដោយសារពួកគេមិនសំខាន់នោះទេគឺពួកគេគ្រាន់តែកំពុងរង់ចាំនរណាម្នាក់ដែលសុខចិត្តស្ដាប់ពួកគេ